안녕하세요, 여러분. 다음 글을 읽고 물음에 답하십시오. bạnនេះគឺជាអត្ថបទមួយបាទសំណួរ2បាទអញ្ចឹងសូមអានអត្ថបទខាងក្រោមហើយឆ្លើយនឹងសំណួរណាបាទអញ្ចឹងយើងមើល 작년 여름에 가족들과 전주로 육가를 갔습니다. បាទអញ្ចឹងកាលពីរដូវក្តៅឆ្នាំទៅបាទពេលវិស្សមកាលហ្នឹងគឺខ្ញុំបានទៅលេងឈុនជូជាមួយនឹងក្រុមគ្រួសារ 천주는 비빔밥과 한옥 마을로 유명합니다. បាទឈុនជូហ្នឹងគឺជាកន្លែងដែលល្បីល្បាញបាទដោយសារអីគេមាន bibimbap បាទបាយច្របល់ហើយនឹង 한옥 마을 បាទ 한옥 마을 គឺភូមិផ្ទះបុរាណណា 그래서 우리는 비빔밥을 먹고 나서 한옥 마을을 구경했습니다. បាទហេតុដូច្នេះហើយពួកយើងក្រោយពីហូបបាយច្របល់នឹងរួចហើយបានបាទគូខ្យងទស្សនាឬក៏បានទៅមើលភូមិផ្ទះបុរាណ 한옥 마을에는 예쁜 한국 전통 집이 많았습니다. បាទអញ្ចឹងនៅភូមិផ្ទះបុរាណហ្នឹងគឺមានផ្ទះកូរ៉េបុរាណហ្នឹងយ៉ាងស្រស់ស្អាតជាច្រើនណាបាទឈុនធុងបុរាណណាបាទនិយាយពឿនបាទស្រស់ស្អាតអញ្ចឹងផ្ទះកូរ៉េបុរាណស្រស់ស្អាតជាច្រើន 너무 많이បាទ기억 다리가 조금 아팠지만 정말 즐거웠습니다. បាទអញ្ចឹង 너무 많이 ខ្លាំងបាទ 다리 ជើងបន្តិចដែរប៉ុន្តែបាទមានឈឺបន្តិចដែរប៉ុន្តែបាទពិតជាសប្បាយរីករាយខ្លាំងណាស់បាទឈឺ정말 즐거웠습니다. បាទអញ្ចឹងគេឲ្យយើង 1번 기억에 들어갈 말로 가장 알맞은 것을 고르십시오. បាទសូមជ្រើសរើសអ្វីដែលត្រឹមត្រូវជាងគេហ្នឹងបាទដាក់ចូលទៅក្នុងចន្លោះមកថាគេឲ្យយើងជ្រើសរើសពាក្យសម្ដីឬក៏ clear ហ្នឹងបាទអញ្ចឹងយើងមើល 1번 걸어도 ណាបាទទោះបីជាដើរក៏ដោយ 2번 걸어서 ដោយសារតែដើរ 3번 걷게 되면 បាទប្រសិនបើដើរកើតបាទ 걷기 전에 បាទមុនពេលដើរបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវជាងគេគឺចម្លើយលេខ2ណាបាទអញ្ចឹងឯគេដោយសារតែគាត់ដើរច្រើនហេតុដូច្នេះហើយគឺគាត់ឈឺជើងបន្តិចដែរប៉ុន្តែគឺវាសប្បាយរីករាយណាបាទអញ្ចឹងយើងមើលអត្ថបទទី2 2번 윗글의 내용과 같은 것을 고르십시오 ណាបាទអញ្ចឹងគេឲ្យយើងជ្រើសរើសអ្វីដែលដូចនឹងការបញ្យល់អត្ថបទខាងលើណាបាទ 윗글 ចំនួន 1번 천주는 비빔밥으로 유명한 곳입니다. បាទអញ្ចឹងឯគេឈុនជូហ្នឹងគឺជាទីកន្លែងដែលល្បីល្បាញដោយសារមាន bibimbap បាទអញ្ចឹងក្នុងអត្ថបទគឺគេនិយាយណាបាទមាន bibimbap ហើយនឹង 한옥 마을 បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយលេខ1អញ្ចឹងយើងមើល 2번 여름에 가족들과 전주로 놀러 가려 합니다. បាទអញ្ចឹងគេនៅរដូវក្តៅបាទបើថាគាត់មានបំណងទៅលេងឈុនជូជាមួយក្រុមគ្រួសារបាទអត់ទេគឺតាំងពីខែរដូវក្តៅឆ្នាំទៅម្លេះណាបាទអត់ត្រឹមត្រូវទេជាមួយ 3번 한옥 마을을 구경한 후에 비빔밥을 먹었습니다. បាទមានថាម៉េចបាទក្រោយពេលគាត់មើលភូមិផ្ទះបុរាណនឹងរួចហើយបាទគាត់បានញ៉ាំ bibimbap បាទក្នុងអត្ថបទអីគេបាទគឺគាត់ញ៉ាំ bibimbap រួចបានគាត់ទៅមើល 한옥 마을 ណាបាទអញ្ចឹងចម្លើយនេះគឺអត់ត្រូវទេ 4번 한옥 마을에는 비빔밥을 파는 식당이 많습니다. បាទអញ្ចឹងគេថាម៉េចបាទនៅ 한옥 마을 ហ្នឹងនៅភូមិផ្ទះបុរាណហ្នឹងគឺបាទមានសិតាំងមានភោជនីយដ្ឋានដែលលក់ bibimbap ហ្នឹងច្រើនបាទក្នុងអត្ថបទក៏អត់និយាយដែរអញ្ចឹងចម្លើយដែលត្រឹមត្រូវជាងគេគឺចម្លើយលេខ1ណា